គ្រប់ពេលបាទប្រិមត្តជនជាទីមេត្រីយើងទៅមើល highlight ទាំងស្រុងបាទនៃការប្រកួតតែម្ដងបាទនេះគឺជាវីដេអូ highlight ទាំងស្រុងបាទនៃការប្រកួតរវាង M1 កំពង់នាវាបើកទ្វារកីឡដ្ឋានវិសាខាស្វាគមន៍អង្គរ Tiger មុនការប្រកួតចាប់ផ្ដើមក៏មានការច្រៀងនៅចម្រៀងបាទជាតិបាទនៃព្រះរាជាណាចក្រកម្ពុជាបាទក្រុមទាំងពីរស្វាគមន៍គ្នាមុនការប្រកួតចាប់ផ្ដើមយើងឃើញថា3គ្រាប់កាត់ឡើងនៅកីឡដ្ឋានវិសាខាថ្ងៃនេះហើយការប្រកួតពិតជាជក់ចិត្តដល់អារម្មណ៍មែនទែនតានតឹងស្វិតស្វាញបាទក៏ដូចជាបាទគឺសម្រុកគ្នាមិនសន្សំសំចៃកម្លាំងទេតាំងពីបាទគឺដើមវគ្គទី1កន្លែងនេះបាទធ្វើឲ្យមានបញ្ហាបាទគឺលុកពីក្រោយសម្រាប់សូគ្រីសូហ្វាន់បានបាល់ពេលទាំងទីបាទទៅក្រុមបាល់ទាត់ M1 កំពុងនេះបាទការតត់ស្ដាំរួមមេទូបាប៊ូហ្សាកន្លែងនេះគ្មានសល់ទេបាទមេទូបាប៊ូហ្សាបាល់តត់ស្ដាំច្បាស់ហាប៉ាំងភ្លឹបបាទយើងមើលប្លង់កន្លែងនេះបាទស្អាតមែនតើបាទ1-0ទៅសាច់ថ្មីបាទពីឌីផារ៉ាន់កន្លែងនេះឌីផារ៉ាន់បាទទៅខ្លួនឯងក៏លើកបាល់ចូលមកខាងក្នុងបាទប៉ុន្តែក៏បាទទាត់មិនចំគោលដៅបាទពីប៉ាទ្រីក ខាវីញ៉ូ ដូណាតូឱកាសទៅជាថ្មីកន្លែងនេះមុនរ៉ាដូទៅខ្លួនឯងរ៉ាដូបាទទាញទាត់ស្ដាំក៏ជួយបានពីទានរ៉ាសាជះបានផ្ទាន់ពេលវេលាកន្លែងនេះឱកាសបាទអារ៉េនដាហ្វាខុនដូបាទទាញចូលឆ្វេងបាទបុករបាល់ទីបាទចេញទៅខាងក្រៅបាទការតតរបស់អារ៉េនដាហ្វាខុនដូអារ៉េនដាហ្វាខុនដូបញ្ជូនឆ្លងកន្លែងនេះស្អាតបាទមកដល់បាទកីឡាករមីកឡែនរ៉ូណាវិកកັບមួយទាញចូលមកខាងក្នុងហើយក៏ទាញទៅទៀតទាញហើយក៏ទាត់ស្ដាំនេះបាទស្អាតណាស់បាទមួយគ្រាប់នេះជាតិបាទមួយគ្រាប់នេះបាទជាតិមែនតែនម្ដងបំពងសំណាញ់ទី1-1បាទមុនបញ្ចប់ការប្រកួតវគ្គទី1បាទលោកញ៉ាកណ្ដាលកំពុងបញ្ចាំបញ្ចប់ការប្រកួតវគ្គទី1លទ្ធផលគឺស្មើគ្នា1-1ចូលដល់វគ្គទី2ក្រុមទាំងពីរកាន់តែសម្រុកគ្នាបាទកាន់តែសម្រុកគ្នាបាទប៉ុន្តែក្រុមភ្ញៀវគឺធ្វើបានល្អជាងនៅក្នុងការប្រកួតវគ្គទី2ឱកាសកន្លែងនេះវាយកាយឲ្យសានបារ៉ាទាត់មកក៏ហើរំលងរបស់ទីពីការទាត់ស្ដាំបាទទាត់បាល់វិលខ្ញាល់តែម្ដងឱកាសរបស់តាការ៉ាម៉ាស៊ូតានីកន្លែងនេះបាទបញ្ជូនឲ្យតមមករាក៏ឃើញមិត្តរួមក្រុមលើកចូលមកខាងក្នុងមកទាត់ឆ្វេងជួយបានពីវេងកាកូស្តូថែមស្ដាំទៅក៏លុកជើងឆ្វេងបាទកន្លែងនេះបាទទះឆ្វេងបាល់ល្អវិញតែបាទជួយបានម្ដងទៀតថែមជើងឆ្វេងបញ្ចូលទីតែម្ដងបាទ2-1បាទកន្លែងនេះបាទតតឆ្វេងហើយក៏ថែមឆ្វេងបាទបញ្ចូលទីបាញ់ឡបាទ2-1បាទយើងឃើញថាក្របបាល់បាទ2-1បាទហើយក៏មានការសម្រុកកន្លែងនេះប៉ាទ្រីក ខាវីញ៉ូ ដូណាតូទាញផុតហើយក៏តតស្ដាំអូយបាទបុកបង្គោលទីបាទបុកបង្គោលទីកន្លែងនេះឱកាសទៅកន្លែងនេះមុនរ៉ាដូទាត់ស្ដាំក៏មិនចំគោលដៅលោកអញ្ញាកណាកំពុងបញ្ចប់ការប្រកួតបាទចូលរួមអសាទរទៅដល់អង្គរ Tiger ដែលរកបាន3ពិន្ទុនៅក្នុងការប្រកួតថ្ងៃនេះអង្គរ Tiger នៅតែរក្សា50ពិន្ទុអធិស្ឋានបាទគឺឡើង53ពិន្ទុហើយអង្គរ Tiger បាននៅឈរបាទលេខ2គណៈដែលភ្នំពេញក្រោនក៏53ពិន្ទុគណៈដែលបឹងកេតបាទត្រឹម50ពិន្ទុតែប៉ុណ្ណោះប្រិមត្តជនជាទីមេត្រីបាទសូមអរគុណចំពោះការតាមដានរបស់អ្នកបាទពេលនេះខ្ញុំបាទអាយិនស៊ឹងលីក៏ដូចជាក្រុមការងារនៃការផ្សាយផ្ទាល់ក៏សូមអរគុណនិងសូមគោរពលា